ក្រោយពេលលែងអ្នកគ្នាបើភាគីម្ខាងចង់លក់ដីផ្ទះតើពាក់ព័ន្ធនឹងអតីតប្តីឬប្រពន្ធទៀតទេថ្ងៃនេះខ្ញុំរៀបចំ3ករណីធំៗដើម្បីឲ្យបងប្អូនយល់ច្បាស់ទាំងអស់គ្នាករណីទី1គឺអាស្រ័យទៅលើសារក្រមរបស់តុលាការប្រសិនបើដីនោះជាទ្រព្យរួមប្តីប្រពន្ធដែលរកបានពេលរៀបការហើយតុលាការមិនទាន់បានបែងចែកទេគឺដាច់ខាតត្រូវតែមានការព្រមព្រៀងទាំងសងខាងទើបលក់បានតែបើតុលាការកាត់សេចក្តីបែងចែករួចហើយទៅឲ្យភាគីណាហើយភាគីនោះមានសិទ្ធិលក់ដោយមិនចាំបាច់ពាក់ព័ន្ធភាគីម្ខាងទៀតទេករណីទី2ចុះបើប្លង់ដីផ្ទះនោះជាមរតកឬជាអំណោយឪពុកម្ដាយរបស់ភាគីម្ខាងទៀតត្រង់នេះបងប្អូនត្រូវដឹងប្រសិនបើប្លង់ដីនោះបានមកពីមរតកឬអំណោយដាច់ដោយឡែកពីឪពុកម្ដាយទោះបានពេលរៀបការក៏ដោយគឺត្រូវបានចាត់ទុកថាជាទ្រព្យផ្ទាល់ខ្លួនរបស់ភាគីដែលមានឈ្មោះនៅក្នុងប្លង់នោះហើយប៉ុន្តែបើទោះបីផ្ទះនោះជាមរតកឬអំណោយក៏ដោយឲ្យតែភាគីខាងម្ចាស់ទ្រព្យព្រមដាក់ឈ្មោះភាគីម្ខាងទៀតចូលជាទ្រព្យរួមប្តីប្រពន្ធគឺដាច់ខាតត្រូវតែមានការព្រមព្រៀងទាំងសងខាងទើបអាចលក់បានដូចគ្នាដែរទី3ករណីពិសេសនឹងដាច់ស្រឡះបំផុតគឺមុនពេលចេញប្លង់ដីភាគីម្ខាងទៀតធ្លាប់បានប្តឹងមេដៃឯកភាពទទួលស្គាល់ថាជាទ្រព្យផ្ទាល់ខ្លួនរបស់ភាគីម្ខាងទៀតរួចទៅហើយដូច្នេះអតីតប្តីឬប្រពន្ធគឺមិនបាច់មកទេហើយក៏មិនបាច់មកប្តឹងមេដៃលក់ជាមួយគ្នាដែរព្រោះគាត់បានបោះបង់សិទ្ធិតាំងពីថ្ងៃដំបូងមកសង្ខេបមកវិញបងប្អូនត្រូវចាំ3ចំណុចទី1ទ្រព្យរួមដាច់ខាតត្រូវតែមានការព្រមព្រៀងទាំងសងខាងទី2ទ្រព្យមរតកដែលព្រមដាក់ឈ្មោះរួមក៏ត្រូវមានការយល់ព្រមទាំងភាគីទាំងសងខាងដូចគ្នាដែរទី3បើភាគីម្ខាងផ្តិតមេដៃប្រគល់សិទ្ធិជាទ្រព្យផ្ទាល់ខ្លួនរួចទៅហើយបងប្អូនក៏អាចលក់ម្នាក់ឯងបានដែរបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយចុច follow និង like ទាំងអស់គ្នាផងណាសូមអរគុណ